ទឹកដោះគោផ្លែឈើមានចាអួឆ្ងាញ់ដែលឡាគីខ្ញុំចូលចានសាកលវិទ្យាល័យកម្ពុជាដើម្បីចំណេះដឹងគតិបណ្ឌិតនិងការស្ថាបនាអ្នកដឹកនាំទៅថ្ងៃអនាគតអញ្ចឹងបងប្អូនទាំងអស់ត្រូវប្រើរយៈពេលប្រហែលឆ្នាំនៅឯគណៈស្ថាបត្យករកម្ពុជាទៀតដើម្បីក្លាយទៅជាស្ថាបត្យករជំនាញគ្រូបាទគម្រោងនឹងត្រូវការបណ្ដុះបណ្ដាលក្នុងរយៈពេលខ្លីយ៉ាងតិច6ខែទៅ1ឆ្នាំនៅក្នុងកំឡុងពេលនោះបាទពាក់ព័ន្ធទៅនឹងច្បាប់ប្រទេសនេះបាទចឹងបន្ទាប់ពីការបណ្ដុះបណ្ដាលរយៈពេល6ខែទៅ1ឆ្នាំនៅឯគណៈស្ថាបត្យករកម្ពុជាចឹងតើគាត់ត្រូវតម្រូវទៅស្វែងរកចំណេះដឹងឬក៏ថ្នាក់បណ្ដុះបណ្ដាលនៅកម្រិតណាបន្តទៀតឬក៏ត្រឹមនឹងហើយគាត់អាចក្លាយទៅជាស្ថាបត្យករសាងសង់ហើយបាទនៅពេលហ្នឹងគណៈស្ថាបត្យករនឹងវាយតម្លៃបាទឲ្យគាត់ឡើងការពារគម្រោងរបស់គាត់ដើម្បីការពារស្នាដៃកម្រិតស្ថាបត្យករថ្នាក់ជាតិបាទហើយបន្ទាប់ពីនឹងមកយើងនឹងចាប់ផ្ដើមបណ្ដុះបណ្ដាលដោយបានបទពិសោធន៍ច្រើនទើបចូលទៅក្នុងកម្រិតស្ថាបត្យករអាស៊ានបាទបាទអញ្ចឹងមានន័យថាសម្រាប់បងប្អូនដែលយើងជំនាញលើជំនាញស្ថាបត្យកម្មក៏ដូចជាវិស្វកម្មគឺគាត់ត្រូវឆ្លងកាត់មិនមែនមកដំណាក់កាលទេគឺច្រើនដំណាក់កាលបន្ទាប់ពីយើងបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញនេះហើយគឺយើងត្រូវឆ្លងកាត់នៅការវិតម្លៃឬការការពារពីគណៈស្ថាបត្យករកម្ពុជាមួយតង់ទៀតបាទអញ្ចឹងឃើញលោកគ្រូជម្រាបជូនថាមានពាក្យមួយ consultant បាទ consultant បាទស្ដាប់មើលទៅគឺកម្រិតខ្ពស់ជាងនឹងទៀតconsultant ហ្នឹងគឺបទពិសោធន៍យ៉ាងតិច10ឆ្នាំទៅ20ឆ្នាំទើបគេហៅ consultant ដែលពេញលេញជាស្ថាបត្យករវិស្វករដែលមានសមត្ថភាពជំនាញតែម្ដងជំនាញឯកទេសទៅលើស្ថាបត្យកម្មវិស្វកម្មហ្នឹងគេ consultant អញ្ចឹងលោកគ្រូអាចចែករំលែកបានបន្តិចទេដើម្បីទទួលមុខងារមួយដែលវាមានឈ្មោះថា consultant នេះក៏ត្រូវឆ្លងកាត់នៅបទពិសោធន៍បែបណាការងារបែបណាឬក៏ត្រូវឆ្លងកាត់ការប្រឡងបែបណាបន្តទៀតតម្រុំតែអាចបានងារនៅជាពាក្យថា consultant នេះបាទដើម្បីយើងបានទទួលងារជា consultant លុះត្រាតែយើងអនុវត្តនៅលើវិស័យសំណង់ខ្នាតតូចខ្នាតមធ្យមឧស្សាហកម្មធុនស្រាលឧស្សាហកម្មធុនធ្ងន់ដូចជាផ្ទះល្វែងផ្ទះវិឡាសាលារៀនមន្ទីរពេទ្យព្រានហោះកំពង់ផែតំបន់សេដ្ឋកិច្ចពិសេសលក្ខនឹងលក្ខបាទហើយយើងត្រូវបណ្ដុះបណ្ដាលនៅក្នុងប្រទេសនិងក្រៅប្រទេសទើបយើងយ៉ាងតិច10ឆ្នាំទៅ20ឆ្នាំទើបយើងក្លាយទៅជា consultant ដែលមានសមត្ថភាពពេញបរិបូរណ៍ដែលជាស្ថាបត្យករនិងវិស្វករ consultant បាទអូចឹងបើយើងស្ដាប់មើលទៅគឺបូកទាំងការសិក្សាទាំងអីគឺរយៈពេលប្រហែលជាទាំងបទពិសោធន៍ការងារទាំងការសិក្សាជិត30ឆ្នាំបាទដើម្បីអាចទទួលបានងារជា consultant នេះគឺជាចំណេះដឹងក៏ដូចជាអ្វីមួយដែលថ្មីចែករំលែកជូនដល់បងប្អូនប្រិយមិត្តទស្សនិកជនជាពិសេសនោះគឺបងប្អូនសិស្សានុសិស្សដែលគាត់ចង់ក្លាយខ្លួនទៅជាស្ថាបត្យករក៏ដូចជាវិស្វករជំនាញនៅពេលខាងមុខដ៏ខ្លីយើងនឹងមានសាលាបណ្ដុះបណ្ដាលត្រឹមត្រូវដែលអាចឲ្យពួកគាត់នឹងក្លាយទៅជាស្ថាបត្យករនិងវិស្វករដែលទីផ្សារកំពុងតែត្រូវការបាទអញ្ចឹងយោងតាមទស្សនវិស័យរបស់លោកគ្រូវិញប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះកម្រិតដែលយើងទទួលបានលើជំនាញស្ថាបត្យកម្មនិងវិស្វកម្មលោកគ្រូយល់ឃើញថាឈានដល់កម្រិតណាហើយបើសិនជាយើងប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសជិតខាងបាទក៏ដូចជានៅអាស៊ានបាទសពថ្ងៃសម្រាប់នៅក្នុងប្រជាជាតិកម្ពុជាយើងមានការបណ្ដុះបណ្ដាលផ្នែកនៅឯកទេសស្ថាបត្យកម្មនគររូបនីយកម្មនិងវិស្វកម្មសំណង់ស៊ីវិលមានការកើនឡើងច្រើនប៉ុន្តែយើងបានតែក្នុងការអនុវត្តទ្រឹស្ដីនៅសាលាជាថ្នាក់មូលដ្ឋានប៉ុន្តែមួយចំនួនអត់ទាន់មានបានបទពិសោធន៍នៅក្នុងការអនុវត្តនៅការដ្ឋានសាងសង់និងនៅជាមួយក្រុមហ៊ុនសិក្សាគម្រោងប្លង់នៅឡើយបញ្ហាមួយចំនួនបុគ្គលខ្លះគាត់រកការងារធ្វើខុសជំនាញបាទដូច្នេះនៅជួបនៅបញ្ហាមិនទាន់មានសមត្ថភាពដើម្បីប្រកួតប្រជែងនៅក្នុងតំបន់អាស៊ានដូចខ្ញុំបានជម្រាបលោកប្អូនដូចជាប្រភេទឥដ្ឋនៅក្នុងប្រទេសនៅក្នុងប្រជាជាតិកម្ពុជាបោះនៅក្នុងទឹកអណ្ដែតនៅប្រទេសសមាជិកអាស៊ានគេបោះនៅក្នុងទឹកអណ្ដែតប្រទេសកម្ពុជាយើងបោះទឹកលិចបាទប្រទេសអាស៊ានបោះនៅក្នុងទឹកអណ្ដែតហើយដូចជាប្រភេទក្តារពុំម៉ាស៊ីនស្វ័យប្រវត្តិយើងចាក់តម្លើងរួចហើយអូសឡើងដោយម៉ាស៊ីនស្វ័យប្រវត្តិបាទផ្គុំឡើងដោយស្វ័យប្រវត្តិយើងមិនបាច់រុះរើទាញឡើងតែកម្ពស់35ម៉ែត្រតែរយៈពេល4ថ្ងៃ4យប់ហើយទៅតឹង8-10ម៉ែត្រដូចជារោងចក្រនៅ CP បៃចានលោកពលឃើញស្រាប់ជាប្រភេទយ៉ាងហ្នឹងគេហៅ silo បាទគាត់ចិត្ត8-10ម៉ែត្រកម្ពស់35ម៉ែត្រចាក់ដល់ថ្ងៃ26ខែ5ថ្ងៃ30ខែ5ហើយ
សូម្បីកូនសិស្សខ្ញុំនៅសាកលវិទ្យាល័យរដ្ឋនិងសាកលវិទ្យាល័យឯកជនចង់ទៅមើលក៏ទៅមើលអត់ទាន់ពីការងារគម្រោងគេមានផែនការបាទលឿនបាទ អរគុណច្រើនមែនទែនលោកគ្រូសម្រាប់ការចូលរួមចែករំលែករបស់ពិសោធន៍ជាច្រើនទាក់ទងទៅនឹងជំនាញស្ថាបត្យកម្មវិស្វកម្មក៏ដូចជានគររូបនីយកម្មដែលទាំងនេះហើយគឺជាចំណេះដឹងមួយថ្មីជូនដល់បងប្អូនប្រិយមិត្តទស្សនិកជនប៉ុន្តែចូលសោកស្ដាយផងដែរដោយសារតែពេលវេលារបស់យើងបានខិតជិតឈានចូលដល់ទីបញ្ចប់នៅពេលនេះលោកគ្រូមានជាមតិយោបល់បែបណាក្នុងការចែករំលែកជូនដល់បងប្អូនប្រិយមិត្តទស្សនិកជនជាពិសេសនោះគឺបងប្អូនសិស្សានិស្សិតដែលគាត់មានបំណងចង់សិក្សាលើជំនាញដូចលោកគ្រូដែរបាទយើងខ្ញុំនឹងសូមផ្ដល់អនុសាសន៍ចុងក្រោយជូនដល់សិស្សនិស្សិតជំនាន់ក្រោយឲ្យខិតខំប្រឹងប្រែងតស៊ូព្យាយាមអំណត់អត់ធ្មត់ដើម្បីធ្វើឲ្យជីវិតបានទទួលជោគជ័យនៅក្នុងការសិក្សាថ្នាក់មូលដ្ឋាននិងចំណេះទូទៅថ្នាក់ដល់ថ្នាក់ឧត្តមសិក្សាដែលត្រូវចាប់យកជំនាញវិជ្ជាជីវៈតាមខ្លួនដែលចង់សិក្សាស្របតាមតម្រូវការទីផ្សារការងារនៅក្នុងប្រទេសនិងនៅក្នុងតំបន់អាស៊ានសូមសិស្សដែលមានចំណង់ចំណូលចិត្តចាប់យកជំនាញវិជ្ជាជីវៈកម្មករជំនាញមេការសំណង់អ្នកគូប្លង់និងសិក្សានៅក្នុងរយៈពេល12ខែនៅលើវិស័យគូប្លង់ស្ថាបត្យកម្មនិងគូប្លង់វិស្វកម្មសំណង់ទូទៅដោយតាក់ទងតាមអាស័យដ្ឋាននៅតាមទូរស័ព្ទដូចខ្ញុំបានជម្រាប012 725671ហើយអាស័យដ្ឋានផ្ទះលេខ376ផ្លូវ371សង្កាត់បឹងទំពួនខណ្ឌមានជ័យទួលមុខសាវ PC នៅក្នុងរាជធានីភ្នំពេញសម្រាប់សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍សូមតាក់ទងទៅតាមបាទអរគុណច្រើនមែនទែនលោកគ្រូសម្រាប់ការផ្ដល់នៅទស្សនៈដ៏មានតម្លៃជាពិសេសនោះគឺចែករំលែកបទពិសោធន៍ជាច្រើនឆ្នាំមិនថាក្នុងការសិក្សាក៏ដូចជាការងារលើជំនាញស្ថាបត្យកម្មវិស្វកម្មក៏ដូចជានគររូបនីយកម្មជូនដល់ប្រិយមិត្តរបស់យើងនៅក្នុងសប្តាហ៍នេះបាទពីកម្មវិធីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការចំណាយពេលវេលារបស់លោកគ្រូចូលរួមជាមួយនឹងកម្មវិធីរបស់យើងហើយក៏សូមជូនពរឲ្យលោកគ្រូកាន់តែមានសុខភាពល្អនិងជោគជ័យលើការងារពេលបច្ចុប្បន្នបានដែរខ្ញុំក៏សូមជូនពរលោកធីកោដូចគ្នាដែរបាទអរគុណច្រើនលោកគ្រូបាទប្រិយមិត្តទស្សនិកជនជាទីមេត្រីដោយសារតែពេលវេលានៅក្នុងកម្មវិធីរបស់យើងខ្ញុំក៏បានឈានចូលដល់ទីបញ្ចប់ពីកម្មវិធីចេះពីរៀនក៏សូមអរគុណដល់ការតាមដានទស្សនារបស់បងប្អូនប្រិយមិត្តទស្សនិកជនតាំងពីដើមរហូតដល់ចប់ក៏សូមជូនពរឲ្យប្រិយមិត្តទស្សនិកជនជួបតែសេចក្តីសុខនិងវិបុលសុខគ្រប់ក្រុមគ្រួសារសន្យាជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលនៅក្នុងពេលនេះកម្មវិធីចេះពីរៀនក៏សូមអរគុណសូមជម្រាបលា